សេចក្តីខ្ជិលស្មើនឹងបរាជ័យខ្ជិលគឺសំដៅទៅលើភាពមិនចង់លំបាកចង់តែស្រណុកសុខស្រួលមិនធ្វើអ្វីទាំងអស់ក្រៅពីដេកនិងហូបតើអ្នកដឹងទេថាហេតុអ្វីបានជាមនុស្សយើងមានភាពខ្ជិលនៅក្នុងខ្លួនតាមពិតទៅមនុស្សខ្ជិលត្រូវបានសង្កេតឃើញនិងកំណត់បានចំនួន2ប្រភេទនោះគឺទី1ប្រភេទមនុស្សដែលដឹងថាខ្លួនឯងខ្ជិលហើយតែមិនដឹងថាធ្វើយ៉ាងណាទៅបាត់ខ្ជិលហើយទី2ប្រភេទមនុស្សដែលខ្ជិលតែមិនទទួលស្គាល់ថាខ្លួនឯងខ្ជិលនោះទេហើយប្រភេទទី2នេះគឺពិបាកកែខ្លាំងណាស់ពីព្រោះប្រភេទមនុស្សនេះក្រៅពីខ្ជិលហើយគេក៏មានអត្តចរិតរឹងរូសមានះនិយាយមិនស្ដាប់មិនខ្វល់ថាគេនិយាយចង់ឲ្យល្អឬយ៉ាងណាឡើយធ្វើម៉េចឲ្យតែខ្លួនឯងមិនពិបាកឬហត់នឿយមនុស្សខ្ជិលគឺជាមនុស្សដែលចង់ស្រួលហួសមិនចង់ស្គាល់ការលំបាកចង់មានហូបស្រាប់មានលុយចាយស្រាប់ដេកច្រើនជាងធ្វើការធាតុពិតមនុស្សយើងអ្នកណាក៏មានភាពខ្ជិលដែរគ្រាន់តែថាម្នាក់មានតាមកម្រិតរៀងខ្លួនហើយក៏គ្មានអ្នកណាម្នាក់ចូលចិត្តមនុស្សខ្ជិលនោះដែរជាក់ស្ដែងភាពខ្ជិលច្រអូសអាចនឹងកើនឡើងបានគ្រប់ពេលប្រសិនបើយើងស្ថិតនៅក្នុងដំណាក់កាលមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានឬក៏មិនចេះគ្រប់គ្រងពេលវេលាភាពខ្ជិលច្រើនតែកើតមកពីការងារច្រើនពេកព្រោះតែការមិនចេះបង្ហើយឲ្យចប់ចុងចប់ដើមការសវ៉ាការងារច្រើនមុខធ្វើនេះបន្តិចធ្វើនោះបន្តិចជាពិសេសគឺការបដិពេលវេលាទៅតាមពាក្យថាងចាំធ្វើនៅពេលក្រោយខ្លះទៀតកើតមកពីគិតថាសមត្ថភាពខ្លួនឯងមិនដល់មិនដែលធ្លាប់បានធ្វើឬក៏មិនចេះធ្វើពីមុនមកភាពខ្ជិលច្រអូសនឹងនាំមនុស្សទៅរកភាពបរាជ័យមិនមានភាពរីកចម្រើនពីព្រោះมันមានភាពជោគជ័យណាកើតឡើងដោយសារតែភាពខ្ជិលឡើយមានតែការខិតខំប្រឹងប្រែងតស៊ូជំនះឧបសគ្គលំបាកទេទើបថ្ងៃក្រោយអាចទទួលបានលទ្ធផលល្អជាទីគាប់ចិត្តយើងអាចគេចចេញពីភាពខ្ជិលបានលុះត្រាតែយើងមានការតាំងចិត្តចាប់ផ្ដើមកែប្រែខ្លួនដោយរៀនធ្វើនេះធ្វើនោះមិនឲ្យទំនេរឥតប្រយោជន៍រៀនស្ដាប់ការណែនាំរបស់អ្នកដទៃឬមនុស្សជុំវិញខ្លួនរៀនទទួលខុសត្រូវនិងបង្ហាញការងារដែលនៅចំពោះមុខរៀនបើកចិត្តជួយរាល់កិច្ចការអ្នកដទៃនៅអ្វីដែលយើងធ្វើបាននិងផ្ដើមចេញពីថ្ងៃនេះកុំគិតពីអតីតកាលនោះអ្នកនឹងទទួលបានលទ្ធផលនៅថ្ងៃអនាគតចាដូចជាពាក្យនៅក្នុងជាភាសាបាលីចានៅក្នុងគាថាបាននិយាយថាអលក្ខសៈកុតោសបាំងអសបស្សៈកុតោធនੰអធនស្សៈកុតោមតੰអមិត្តស្សៈកុតោបញ្ញੰអបញ្ញស្សៈកុតោសក្កੰប្រែថាសិលសាស្ត្រចំណេះវិជ្ជាមានមកអំពីទីណាដោយមិនដេចបានដល់អ្នកខ្ជិលសេចក្តីខ្ជិលនោះមាននៅហើយវិជ្ជាទាំងពួងក៏ពុំអាចមានដល់មនុស្សឡើយបើចំណេះវិជ្ជាមិនមានហើយទ្រព្យសម្បត្តិក៏នឹងកើតមកអំពីទីណាដោយមិនដេចបានកាលបើទ្រព្យសម្បត្តិមិនមានហើយធ្វើមិនដេចឡើយនឹងមានមិត្តសម្លាញ់គេរាប់អានគឺថាពុំមានបុគ្គលឯណាមួយនឹងចូលមកធ្វើជាមិត្តភក្តិជាពួកឡើយកាលបើមិនមានមិត្តភ្ងាហើយសេចក្តីសុខសប្បាយឯណាក៏នឹងមានតែសេចក្តីទុក្ខលំបាកជាប្រក្រតីកាលបើមានតែសេចក្តីលំបាកទុក្ខហើយចិត្តគិតកសាងមគ្គផលកុសលសិលទាននឹងគេឯណាបានកាលបើពុំមានកុសលបុណ្យទានហើយធ្វើមិនដេចឡើយនឹងបានសម្បត្តិសួគ៌និព្វាននឹងគេហេតុដូច្នេះបានជាថាសេចក្តីខ្ជិលនេះគឺជានិវរណធម៌ហាមមិនឲ្យបានប្រយោជន៍ក្នុងលោកនេះនិងលោកខាងមុខដូច្នេះឯងចាតើលោកអ្នកស្ដាប់ចូលចិត្តនៅអត្ថបទនេះទេចាបើចូលចិត្តសូមជួយ Subscribe សូម Like និង Share ដល់អ្នកដែលមិត្តភ័ក្តិដែលអ្នកគិតថាអ្នក care ចង់ឲ្យពួកគេបាត់ខ្ជិលផងណាចាសូមអរគុណណែកុំភ្លេចជួយ Subscribe មួយផងណាចាសូមអរគុណសូមជម្រាបលា